ភ្ញៀវភាគច្រើនតែគាត់ភាសាមកដុតហើយគាត់ចាប់អារម្មណ៍ត្រង់រសជាតិមាន់ហើយនឹងក្លិនមាន់ហ្នឹងពេលដែលដាក់ចូលមាត់ទៅវាមានក្លិនឈ្ងុយប្លែកខុសពីគាត់ធ្លាប់ធ្វើចឹងណាបងប្អូនវិធីធ្វើមួយនេះខ្ញុំមិនដែលបានបង្ហាញបងប្អូនពីមុនមកទេខ្ញុំខ្លាចពេលដែលវីដេអូចេញទៅបងប្អូនខ្លះក៏អត់ពេញចិត្តចឹងគាត់ខមមិនអត់ល្អចឹងណាបងប្អូនគាត់បានមកភាសាមកដុតកន្លែងខ្ញុំភាគច្រើនគាត់ខមមិនល្អហើយគាត់របៀបថាគាត់ភាសាហើយគាត់មកសួរដល់ចក្រានបាយហ្មងតែគេធ្វើដាក់គ្រឿងអីខ្លះហ្នឹងពេលដែលគាត់ភាសាទៅអត់ដឹងថារសជាតិអីទេវាប្លែកឈ្ងុយហ្មងដុតខ្ញុំដុតទៅតាមធម្មតាទេប្រហែលជាវាប្លែកមកពីគ្រឿងផ្សំដែលខ្ញុំដាក់យើងចង់ដាក់ជាស្ពៃក្តោបក៏បានតែយកចេកក៏បានដែរគាត់ថាបើសិនជាដុតតាមវិធីខ្ញុំនេះស្ពៃក្តោបយើងកុំដាក់មុនចាំពេលមាន់យើងឆ្អិនចាំយើងដាក់តែសម្រាប់តាយោងចេកវាចត់អញ្ចឹងយើងត្រូវដាក់ជាមួយមាន់ហ្មងដើម្បីវាឆ្អិនល្អតាយោងចេកខ្ញុំលាងទឹកហើយបានយកមកកាត់បើកាត់ហើយខ្ញុំមិនដែរយកទៅលាងទឹកវិញទៀតទេនិយាយទៅវាតាមទម្លាប់ដែលយើងធ្វើរាល់ថ្ងៃយើងទម្លាប់កាត់ឲ្យបន្លៀងទឹកក៏បានដែរតាមខ្ញុំលក់បញ្ញាអញ្ចឹងខ្ញុំវះទ្រូងទៅដើម្បីដុតឆាប់ឆ្អិនប្រឡាក់ជាមួយនឹងប្រេងខ្យងហើយនឹងម្សៅស៊ុបមាន់ម្នាក់បន្តិចយើងប្រឡាក់គ្រឿងឲ្យមាន់របស់យើងមានជាតិតែមិនចាំដាក់ស្ករសទេណាបងប្អូនតែកាលណាយើងប្រើស្ករវាធ្វើឲ្យខ្លាញ់របស់យើងឆាប់ខូចវាឡើងខ្លោចឡើងអីចឹងទៅប្រឡាក់ពីពេញស្បែកមាន់ណាពេលដែលយើងយកទៅបំពងជាមួយនឹងខ្លាញ់ស្បែកមាន់ឆាប់ឡើងពណ៌ស្អាតហើយក៏ធ្វើឲ្យមាន់របស់យើងមានជាតិតិចនៅក្នុងនឹងដែរជាធម្មតាម្ហូបរបស់ខ្ញុំលក់នេះគឺរសជាតិហើយរបៀបធ្វើអីវាសាមញ្ញដូចយើងធ្វើញ៉ាំនៅផ្ទះទេបងប្អូនបើប្រៀបធៀបជាមួយនឹងហាងផ្កាយ5អូតែលអីហ្នឹងគឺខុសគ្នាដូចមែននឹងដីថាបងប្អូនធុញទីក្រុងចង់មករបៀបបែបស្រែចូលហើយខ្ញុំទៅអត់ខុសទេគ្រឿងរបស់យើងមានកូនលក្រៃម្ទេសលក្រៃខ្ទឹមសខ្ទឹមក្រហមយើងទ្រាប់បាត់ឆ្នាំងរួចដាក់តាយោងចេកជាមួយនឹងសាច់ដូងបាក់ភ្លើងតិចរឹមទុកចោលសិនទៅមើលខ្លាញ់របស់យើងក៏ចាប់ផ្ដើមក្តៅល្មមអញ្ចឹងយើងយកមាន់របស់យើងនេះមកបំពងប៉ុន្តែយើងបំពងទៅខាងស្បែកមាន់ឲ្យមាន់របស់យើងហ្នឹងវាក្រហមទៅស្បែកតែតែមិនបាច់យកឆ្អិនទេធ្វើមិនឲ្យតែពណ៌មាន់នឹងស្អាតតិចមកបានហើយបើសិនយើងចង់បានពណ៌ក្រហមស្អាតមែនតែនហ្មងប្រឡាក់ជាមួយនឹងទឹកស៊ីអ៊ីវខ្មៅឬមួយក៏ទឹកស៊ីអ៊ីវខាប់ប៉ុន្តែបើថាចង់បានពណ៌ធម្មតាដូចខ្ញុំចេះប្រឡាក់គ្រឿងចឹងទៅវាចូលជាតិសប់ជាមួយមាន់ផងហើយគ្រឿងដែលយើងដាក់ក្នុងឆ្នាំងមិញនៅពេលដែលឆ្នាំងយើងក្តៅចាក់ខ្លាញ់ចូលបន្តិចមកដើម្បីរំលឹងគ្រឿងនៅក្នុងហ្នឹងឲ្យឈ្ងុយជាមួយសាច់ដូងជាមួយអីហ្នឹងមាន់របស់យើងបើចង់បានពណ៌រាងស្រាលប៉ុណ្ណេះបងប្អូនបំពងតែប៉ុណ្ណេះទៅបានហើយមាន់ដុតក្នុងឆ្នាំងខុសពីដុតក្នុងប៉ោតឬដុតក្នុងឡបើសិនជាយើងចង់ចំណាយពេលច្រើនឬមួយក៏យើងមានឧបករណ៍ប្រើប្រាស់ស្រាប់ងាយស្រួលតែសម្រាប់បងប្អូនដែលមានប្រើឆ្នាំងក្រាស់ចេះមកដុតបានឆ្ងាញ់ពេលខ្លះរបស់ខ្លះយើងមិនគ្រាន់តែយើងញ៉ាំមកពេលហ្នឹងមិនបាច់ចាំទៅដល់ថ្នាក់ធ្វើឲ្យវាខាត់ពេលវេលាយើងខ្លាំងពេកសម័យនេះតតនេខ្លាំងពេកដាច់ពោះហើយទាំងខ្ញុំទាំងបងប្អូនមែនអត់ដូច្នេះបើសិនបងប្អូនមើលវីដេអូនេះហើយគិតថាមកដុតគេមិនមែនធ្វើអញ្ចឹងបើសិនជាបងប្អូនដឹងពីវិធីធ្វើអាចខមមិននៅខាងក្រោមនេះបានចែករំលែកទាំងអស់គ្នាដើម្បីបងប្អូនផ្សេងទៀតដែលគាត់ដឹងគាត់បានមើលទៅគាត់ចេះធ្វើដែរបើខ្ញុំវិញចូលចិត្តធ្វើអីងាយស្រួលតែធ្វើមិនឲ្យរសជាតិនិងគុណភាពដើរស្របទន្ទឹមគ្នាដែរអូមួយទៀតចំណុចពិសេសរបស់ខ្ញុំនេះគឺខ្ញុំប្រើដូងធម្មតាខ្ញុំប្រើដូងក្អូបហើយយកដូងមានសាច់មកធ្វើនិយាយទៅសាច់នេះទន់ពេកហើយបងប្អូនគួរតែយកបើសិនជាបងប្អូនធ្វើតាមហ្នឹងគួរតែយកដូងសាច់រឹងជាងហ្នឹងមួយយើងថែមប្រេងខ្យងមួយស្ព្រាបាយហើយនឹងអំបិលបន្តិចមិនថាតែខ្ញុំធ្វើលក់ធ្វើញ៉ាំទេសម្រាប់មាន់ដុតនេះខ្ញុំប្រើប៊ីចេងទេព្រោះថាមាន់ស្រែជាតិខ្លាំងហើយតែកាលណាដាក់ប៊ីចេងទៀតញ៉ាំទៅបងប្អូនអាចនឹងស្រេកទឹកបន្ទាប់មកយើងស្រោចទឹកដូងក្អូបដែលយើងបានកាប់ទុកហ្នឹងចូលមកដូងយើងដាក់ចំនួន2ផ្លែសម្រាប់មាន់3នេះបើសិនយើងប្រើភ្លើងត្រូវមិនថែមទឹកទេមាន់ហ្នឹងឆ្អិនល្មមហើយនិយាយទៅមាន់ឆ្អិនទឹកហ្នឹងក៏រីងដែរយើងដុតរយៈពេល20នាទីអញ្ចឹងចន្លោះពេល10នាទីយើងប្រែមាន់ម្ដងដុតមាន់រយៈពេល20នាទីឆ្អិននេះវាអាស្រ័យទៅលើឆ្នាំងរបស់យើងក្រាស់គម្របបិទចិត្តល្អបើសិនជាបងប្អូនធ្វើអញ្ចឹងចំណេញពេលមែនតើហើយមាន់របស់យើងឆ្អិនមកសាច់ស្រស់ឆ្ងាញ់ទៀតបើសិនយើងប្រើឆ្នាំងស្ដើងហើយបានបិទការ៉ូវាអាចចូលទៅដល់40នាទីទៅរំតែមាន់នឹងឆ្អិនហើយសាច់មាន់ក៏អត់សូវឆ្ងាញ់ដែរវាខ្សោះមើលតែមាន់របស់យើងឆ្អិនហើយទឹកវាក៏រីងល្មមយើងចាប់ផ្ដើមយកពណ៌មាន់ចំហការ៉ូបចោលទៅយោងចេកអីមើលតែឆ្អិនល្មមយើងស្រង់ចេញអស់មកដើម្បីកុំឲ្យវាស្វិតទៅអស់ត្រង់ពេលនេះយើងមិនបាច់ប្រើភ្លើងខ្លាំងទេប្រើភ្លើងតិចល្មមទៅមើលតែពណ៌មាន់របស់យើងរៀងស្រស់ស្អាតហើយយើងក៏ចាក់យោងចេកដែលយើងបានស្រង់នោះចូលមកវិញឲ្យយោងចេកហើយនឹងមាន់របស់យើងរៀងពណ៌ស្អាតស្របគ្នានេះកុំដូររៀងខ្ចីណាឈ្ងុយប៉ុណ្ណឹងហើយបើសិនជាបានដូងយើងសាច់ផ្លែអាយទេអូមាន់ហ្នឹងនិយាយថាខ្ទិះហើយក្លិនឈ្ងុយមែនតើបងប្អូនដែលកំពុងតែមើលចុច follow page ម្នាក់មួយផងណាបើសិនជានៅធម្មតាអញ្ចឹងយើងហៅមាន់ដុតទឹកដូងទៅយោងចេកប៉ុន្តែបើសិនយើងបានស្រោចទឹកឃ្មុំពីលើនឹងទៀតកន្លែងខ្ញុំគឺហៅថាមាន់ដុតទឹកឃ្មុំយើងស្រោចថ្មីអញ្ចេះវានៅក្លិនឈ្ងុយល្អហើយរសជាតិផ្អែមហ្នឹងវាសប់ជាមួយនឹងមាន់ហ្នឹងហ្មងគ្រាន់តែកាត់មាន់ណាឈ្ងុយទឹកឃ្មុំប្រហើបើដុតអំបិលម្ទេសវិញយើងគ្រាន់តែយកមាន់ហ្នឹងទៅ